ដូចខ្ញុំធ្លាប់បានលើកឧទាហរណ៍មួយទាក់ទងជាមួយនឹងសំណួរដែលខ្ញុំសួរទៅកាន់អ្នកដែលកាន់ទូរស័ព្ទយូរជាមួយនឹងការចំណាយពេលឧទាហរណ៍ថាខ្ញុំចំណាយពេលធ្វើការចំនួន2ម៉ោងហើយគាត់ក៏កាន់ទូរស័ព្ទ2ម៉ោងដែរនៅបន្ទប់ជាមួយគ្នាខ្ញុំចាប់ការងារ2ម៉ោងខ្ញុំអាចសម្រេចការងារបាន2ក្នុងពេលតែមួយហ្នឹងប៉ុន្តែគាត់ខ្ញុំសួរថាតើ2ម៉ោងដែលគាត់កាន់ទូរស័ព្ទហើយហ្នឹងនោះតើគាត់បានធ្វើអ្វីខ្លះចម្លើយមិនមានចម្លើយពិតជាក់ស្ដែងទេ2ម៉ោងដែលគាត់ចំណាយពេលជាមួយទូរស័ព្ទនោះមិនដឹងថាអីពិតប្រាកដអត្ថបទមួយក៏អត់បានអានដែរគ្រាន់តែជាមើល screen មើល scroll ទៅក៏ផុតទៅដូច្នេះក៏វាកន្លងផុតទៅដែរហើយនេះជាអ្វីដែលមិនថាលោកស្រីបងប្អូនទាំងនេះរួមទាំងខ្ញុំដែរប្រហែលជាយើងស្ថិតនៅក្នុងយុគសម័យនៃប្រព័ន្ធបច្ចេកវិទ្យានឹងឯងហើយបើទោះបីជាយើងមិនញៀនជាមួយនឹងសូរ៉ាគ្រឿងស្រវឹងឬក៏ញៀនជាមួយអ្វីផ្សេងប្រហែលជាគ្រប់គ្នាកំពុងតែជាប់មានញៀនមួយគឺញៀនជាមួយនឹងទូរស័ព្ទឬក៏បច្ចេកវិទ្យានេះឯងខ្ញុំអត់ដឹងថាលោកលោកស្រីបងប្អូនទាំងគ្នាយល់ដូចខ្ញុំទេប៉ុន្តែខ្ញុំឃើញថាដូចនេះឯងហើយដូច្នេះបានបច្ចុប្បន្ននេះខ្ញុំព្យាយាមធ្វើការច្រើនជាមួយទូរស័ព្ទឬក៏ជាមួយ technology ខ្ញុំតែងតែប្រើប្រយោគថាកុំឲ្យ technology កុំឲ្យទូរស័ព្ទហ្នឹងប្រើយើងឬក៏កុំលេងមានន័យថាយើងកុំលេង Facebook កុំលេង TikTok កុំលេងអីគេកុំលេងអ្វីទាំងអស់ហ្នឹងប៉ុន្តែយើងប្រើវិញនៅពេលដែលយើងកាន់គឺយើងប្រើឧទាហរណ៍ជាក់ស្ដែងថាអូខេយើងកាន់ទូរស័ព្ទយើងអានអត្ថបទយើងកាន់ទូរស័ព្ទយើងអានសៀវភៅយើងកាន់ទូរស័ព្ទយើងអានអំពីអត្ថបទសុខភាពអត្ថបទចំណេះដឹងទូទៅពីរឿងរ៉ាវមួយចំនួនដែលលោកលោកស្រីបងប្អូនទាំងគ្នាគិតថាវាមានប្រយោជន៍សម្រាប់ខ្លួនណាវាជាងដែលយើងត្រូវការទៅលេងមើលនេះមើលនោះពេលខ្លះទៅក៏បានរឿងអវិជ្ជមានរឿងខូចចិត្តរឿងបាក់ទឹកចិត្តប៉ះពាល់អារម្មណ៍មើលទៅគេចេះគេចោះក៏ខូចអារម្មណ៍ខូចចិត្តតាមនឹងទៅមនុស្សមួយចំនួនឈឺចាប់ផ្ដើមពីផ្លូវចិត្តទៅមុនយើងអាចសង្កេតបានឃើញដូចនេះឯងបច្ចុប្បន្នក៏ដូចគ្នាដែររូបរាងកាយមិនហើយជាម៉ាស៊ីនដែលកន្លែងណាក៏យើងអាចឈឺបានដែរអាចមានបញ្ហាដែរប៉ុន្តែយើងឃើញថាផ្លូវចិត្តសំខាន់ជាងក៏ប៉ុន្តែនៅពេលដែលផ្លូវចិត្តទន់ខ្សោយហើយជំងឺរូបរាងកាយក៏ចាប់ដើមអភិចាប់ដើមអខើចាប់ដើមចេញមកដែរមានរោគសញ្ញាមួយចំនួនដែរអញ្ចឹងហើយបានជាលោកស្រីបងប្អូនមួយចំនួនហ្នឹងគេតម្រូវឲ្យរក្សាផ្លូវចិត្តឬក៏ថែរក្សាផ្លូវចិត្តច្រើនជាងដែរនិយាយទៅជាមួយផ្លូវចិត្តនេះក្នុងនាមម្ចាស់ស្នាដៃសិភៅអតីតកាលដ៏រីករាយខ្ញុំក៏នឹងបង្កើតកម្មវិធីមួយទាក់ទងជាមួយនឹងរាត្រីនៃការរំលឹកទៅដល់អតីតកាលនឹងឯងអតីតកាលដូចក្មេងពីក្មេងហ្នឹងយើងជជែកអំពីរឿងរ៉ាវដែលឆ្លងកាត់ពីមុនប៉ុន្តែជាផ្នែកមួយនៃការកំសាន្តហើយព្យាបាលផ្លូវចិត្តដូចខ្ញុំធ្លាប់លើកឡើងថានៅក្នុងរាត្រីខ្នើតមានពន្លឺព្រះច័ន្ទខ្យល់បក់នៃខែកដឹកអាចមើលឃើញគ្នាបានអាចស្គាល់ពីគ្នាពីចម្ងាយជជែកគ្នានៅផ្នែកមួយនៃភ្លឺស្រែគុំស្រូវក្លិនក្រអូបផ្កាស្រូវអីជាដើមនេះជាអ្វីដែលយើងនឹងធ្វើនៅថ្ងៃខាងមុខប៉ុន្តែឥឡូវអត់ទាន់ទេរៀបចំអត់បានដោយសារអត់ទាន់មានពេលវេលាដែរអូខេអរគុណច្រើនខ្ញុំនិយាយរៀងវែងឆ្ងាយបន្តិចហើយរាប់ថាជាការចាប់ផ្ដើមប៉ុន្តែខ្ញុំសូមមើល comment បន្តិចសិន comment អ្នកចូលរួមបន្តិចសិនអូខេសុខសប្បាយទេលោកគ្រូអរគុណច្រើនកក្កដាសុខនឹងទុកទន្ទឹមគ្នាប្រតិជនដូចពីមុនដែរហើយហ្នឹងហើយសុខនឹងទុកទន្ទឹមគ្នាយ៉ាងម៉េចទៅខាងនោះអត់ដែលបានជួបទេក៏រវល់ដែរមួយរយៈនេះអូខេខ្ញុំសូមអាន comment របស់រក្សាមួយពីមុនខ្ញុំមិនសូវចូលចិត្តអានសៀវភៅតែតាំងពីបានអានសៀវភៅរបស់ពូហើយមកឥឡូវចូលចិត្តអានសៀវភៅច្រើនជាងមុនអរគុណច្រើនរក្សាអរគុណច្រើននេះរាប់ថាជាបេសកកម្មរបស់ពូដែរជាអ្វីដែលខ្ញុំបាននឹងចង់ធ្វើទៅកាន់អ្នកផ្សេងទៀតក្រៅតែពីក្មួយរក្សាដែរដូច្នេះហើយបានជាមានសៀវភៅរបស់ខ្ញុំនីតិឆ្លើយសំណួរសៀវភៅឬក៏សៀវភៅរបស់ខ្ញុំប្រហែល4ក្បាលដែលខ្ញុំបានសរសេរហ្នឹងហើយគោលបំណងមិនតាណាឆ្ងាយពីធ្វើយ៉ាងណាឲ្យអ្នកដែលអត់ចូលចិត្តអានមានទម្លាប់អានចូលចិត្តអាននោះទេអត់មានពាក្យអានទៅជោគជ័យពាក្យអានទៅហោះទៅលើមេឃអត់មានទេប៉ុន្តែជាផ្នែកមួយដែលអាចជួយកំសាន្តចិត្តផ្ដល់ចំណេះដឹងទូទៅការលើកទឹកចិត្តឬក៏ធ្វើយ៉ាងណាឲ្យមានទម្លាប់អានសៀវភៅនឹងឯងព្យាបាលផ្លូវចិត្តមួយចំនួនដែរជាសៀវភៅដែលខ្ញុំធ្វើកន្លងមកហ្នឹងអញ្ចឹងហើយបានជានៅក្នុងបទសម្ភាសន៍ជារឿយជាមួយ CC Time ជាមួយថ្មីជាមួយនឹងភ្នំពេញ Post ឬក៏ជាមួយនឹង The Cambodia Daily ក៏សំទោសជាមួយនឹងខ្មែរ
ជាខ្មែរ time ក៏ដោយខ្ញុំតែងតែជំរាបជូនថាគោលបំណងរបស់ខ្ញុំសរសេរសៀវភៅប៉ុន្តែសម្រាប់អ្នកដែលអត់ចូលចិត្តអានអត់មានទម្លាប់អានអត់ចូលចិត្តអានអត់មានទម្លាប់អានអ្នកដែលមានបំណងបបងការសិក្សាតែពីរនឹងទេ target របស់ខ្ញុំអញ្ចឹងអ្នកដែលធ្លាប់អានសៀវភៅចាប់ពី50 100ក្បាលឡើងទៅមិនមែនជាអ្នកដែល target មិនមែនជាគោលដៅរបស់ខ្ញុំទេដែលយើងធ្វើកន្លងមកយើងសំខាន់ទៅកាន់អ្នកដែលអត់ដែលអានដូចរក្សាលើកឡើងអញ្ចឹងគាត់ថាតាំងពីគាត់បានអានសៀវភៅខ្ញុំមកគាត់ក៏ចាប់ផ្ដើមចូលចិត្តអានសៀវភៅហើយខ្ញុំតាមខ្ញុំដឹងរក្សាអានសៀវភៅប្រហែលជាគឺទៅ40ទៅ50ក្បាលហើយមកទល់បច្ចុប្បន្ននេះទន្ទឹមនឹងពីមុនអត់ដែលបានអានសោះអត់មានទម្លាប់អានសោះសៀវភៅនេះក៏រាប់ថាជាផ្នែកមួយនៃគេហៅ testimony ជាភាសាអង់គ្លេសនៅក្នុង Christian នៅក្នុង Bible យើងប្រើពាក្យថាជាទីបន្ទាល់តាមរយៈ comment នឹងឯងដែលក៏លើកឡើងថាពីមុនគាត់ដែលបានអានសៀវភៅទេអត់មានទម្លាប់អានសៀវភៅទេខ្ជិលប៉ុន្តែចាប់ពីអានសៀវភៅខ្ញុំមកក៏គាត់ចាប់ដើមអានសៀវភៅផ្សេងនេះក៏ខ្ញុំដឹងដែរខ្ញុំដឹងថាសៀវភៅខ្ញុំមិនអាចសរសេរឲ្យទាន់អ្នកដែលត្រូវអានទេមានន័យថានៅពេលដែលគាត់អានច្បាស់ណាស់ជួនកាលខ្ញុំសរសេរ3ឆ្នាំគាត់អានតែមួយខែអីចប់ហើយអញ្ចឹងចង់គាត់នឹងទៅរកសៀវភៅផ្សេងទៀតជាមូលហេតុដូចរសារគាត់ចាប់ដើមពីសៀវភៅខ្ញុំមួយក្បាលពីក្បាល4ក្បាលរហូតដល់ពេលនេះគាត់អានសៀវភៅប្រហែលខ្ទង់50ក្បាលអញ្ចឹងអ្នកដែលត្រៀមប្រឡងថ្នាក់ទី12ហើយអាយុប៉ុណ្ណេះអាចអានសៀវភៅបានខ្ទង់40ក្បាលហ្នឹងយើងរាប់ថាភាសាទន្ទឹមនឹងបងប្អូនមួយចំនួនទៀតស្មោះត្រង់នឹងខ្លួនឯងមើលជួនកាលអ្នកខ្លះអត់ទាន់បានបញ្ចប់5ក្បាលឬក៏10ក្បាលទេមែនទេនេះជាការលើកឡើងជាទីហោទេអូខេអាណាជំរាបសួរលោកគ្រូអរគុណច្រើនអាណាជំរាបសួរលោកគ្រូខ្ញុំអានសៀវភៅលោកគ្រូលើកដំបូងប៉ុន្តែជាប់ចិត្តណាស់រឿងជីវិតផលិតអានតែ2ថ្ងៃចប់អូខេសិនិចអរគុណច្រើនសិនិចខ្ញុំមិនដឹងថាសៀវភៅនឹងអាចយកចិត្តអ្នកមិត្តអ្នកអានអាចអន្តងអារម្មណ៍មិត្តអ្នកអានយ៉ាងណាទេរឿងជីវិតផលិតជាសៀវភៅដែលទទួលបានសារមិត្តអ្នកអានច្រើនណាជាសៀវភៅដែលហាក់ដូចជាមិត្តអ្នកអានដែលកាន់ហើយបើបានអានទំព័រ1 2 3ហើយកម្រនឹងទុកចោលហើយអត់បញ្ចប់វាមានន័យថាប្រហែលជាត្រូវតែបញ្ចប់ហើយសៀវភៅមួយក្បាលនឹងឯងរឿងជីវិតផលិតជាប្រភេទប្រឡោមលោកនិយាយអំពីជីវិតនឹងឯងជីវិតជាក់ស្ដែងនោះនៅក្នុងសង្គមនឹងឯងដូចធ្លាប់ដឹងហើយថាសៀវភៅដែលខ្ញុំសរសេរភាគច្រើនសាមញ្ញទេប៉ុន្តែពីអ្វីដែលមានកើតឡើងនៅក្នុងជីវិតជាក់ស្ដែងហើយជាមួយនឹងកម្រាស់244ទំព័រនេះខ្ញុំឃើញអ្នកខ្លះគាត់ថាគាត់អាន2ម៉ោងដូចធ្លាប់បានលើកឡើងខ្ញុំមិនមានសមត្ថភាពអានសៀវភៅ244ទំព័រចាប់ក្នុងរយៈពេល2ម៉ោងទេប៉ុន្តែខ្ញុំអត់ដឹងថាមិត្តអ្នកអានផ្សេងទៀតគាត់អានដោយវិធីណាដោយរបៀបណាខ្ញុំអត់ដឹងទេនេះជាអ្វីដែលគាត់បានលើកឡើងបញ្ជាក់ខាងដើមពីមុនមកអូខេខ្ញុំសូមអានខមមិនមួយទៀតជំរាបសួរលោកគ្រូអរគុណច្រើនឆ្នាំនេះ16ក្បាលហើយលោកគ្រូអបអរសាទរលោកគ្រូនៅមេងពូកែក្នុងនាមជានាយកសាលាផងហើយលោកគ្រូឆ្លៀតមានពេលអានបានច្រើនឆ្នាំនេះ2026នេះខែប្រហែលខែនេះខែ7ចិត្តដាច់ហើយអញ្ចឹងមានន័យថាចិត្តដល់ខែ8លោកគ្រូអានបាន16ក្បាលហើយខ្ញុំសូមសរសើរដែលលោកគ្រូមានពេលអាចឆ្លៀតបានធ្វើបានយ៉ាងល្អជំរាបសួរខ្ញុំបានអូខេអរគុណច្រើនចេះខ្ញុំ